ចំណេះដឹងទូទៅរង្វាស់ប្រវ័យខ្មែរក្នុងសម័យបុរាណសពថ្ងៃនេះនៅគ្រប់ទីកន្លែងមនុស្សយើងប្រើរង្វាស់ស្ទើរតែទាំងអស់មានຂະຫນាតដើមមួយជាក់លាក់រង្វាស់ទាំងនេះមិនប្រែប្រួលពីកន្លែងមួយទៅកន្លែងមួយឡើយមនុស្សគ្រប់គ្នាទទួលស្គាល់ថារង្វាស់នោះដូចគ្នាស្មើគ្នាប៉ុនគ្នាកាលពីដើមមុនពេលរង្វាស់មានຂະຫນាតជាក់លាក់ដូចសពថ្ងៃយើងប្រើរង្វាស់ដែលមានតម្លៃប្រែប្រួលបន្តិចបន្តួចឧទាហរណ៍រង្វាស់ប្រវែងត្រូវបានបង្កើតឡើងដោយយកផ្នែកខ្លះនៃខ្លួនមនុស្សធ្វើជាຂະຫນាតប៉ុន្តែដោយមនុស្សមានមាឌប្រែប្រួលតូចឬធំខ្ពស់ឬទាបផ្នែកនៃខ្លួនគេដូចជាដៃជើងក៏តូចធំវែងខ្លីទៅតាមបុគ្គលម្ល៉េះហើយរង្វាស់ក៏ប្រែប្រួលបន្តិចបន្តួចទៅតាមនោះដែរតែទោះជាយ៉ាងណាក៏ដោយក៏គេអាចសន្មត់ទទួលយករង្វាស់មួយចំនួនថាត្រឹមត្រូវប៉ុនគ្នាដែរកាលពីដើមខ្មែរយើងប្រើធ្នាប់ជាប្រវែងទទឹងម្រាមដៃទះជាចម្ងាយវាស់តាមទទឹងបាតដៃពីថ្នាំងមេដៃដល់គល់កូនដៃម្រាមដៃដាក់បណ្ដោយស្របគ្នាទូមជាប្រវែងពីចុងមេដៃទៅចុងចង្អុលដៃដែលញែកគន្ធេកឲ្យតឹងពីគ្នាចំអាមជាប្រវែងពីចុងមេដៃទៅចុងម្រាមដៃកណ្ដាលញែកតឹងពីគ្នាគួកជាចម្ងាយពីកែងដៃទៅចុងម្រាមដៃដែលក្តាប់ក្តោបចូលហាត់ជាប្រវែងពីកែងដៃដល់ចុងម្រាមដៃកណ្ដាលឬហៅថាចង្អុលខ្មោចលូកជាចម្ងាយវាស់តាមបណ្ដោយដៃដាក់សណ្ដូកត្រង់ម្រាមដៃលាត្រង់ពីត្រឹមក្លៀកទៅចុងម្រាមដៃកណ្ដាលព្យាមជាប្រវែងមួយកាងដៃជំហរជាប្រវែងគិតពីបាតជើងដល់ក្បាលមនុស្សដែលឈរត្រង់ខ្លួនជំហរស្មើនឹងកម្ពស់ត្រទូងជាចម្ងាយវាស់តាមដងខ្លួនមនុស្សដែលឈរត្រង់ពីបាតជើងដល់ចុងម្រាមដៃដែលលើកត្រង់ឡើងលើអ្វីដែលបានរៀបរាប់ខាងលើទាំងអស់នេះជារង្វាស់សម័យមុនមួយចំនួនដែលសប្តាហ៍ថ្ងៃនេះជនជាតិខ្មែរយើងនៅប្រើតិចតួចសប្តាហ៍ថ្ងៃប្រជាជនយើងក៏ដូចជាប្រជាជនជាច្រើននៅក្នុងពិភពលោកប្រើរង្វាស់ប្រវែងអន្តរជាតិហៅថាម៉ែត្រ